បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះព្រឹកនេះឃ្លាតពេលដាក់ចំណីឲ្យមន់បងប្អូនចិញ្ចឹមនៅផ្ទះមិនច្រើនទេបងប្អូនតិចតួចចិញ្ចឹមបែបលក្ខណៈគ្រួសារណាបងប្អូននេះមេមិនទៅតែតលាក់សម្បុកថ្មីបងប្អូននៅពងមួយញើសបានតែ5ត្រូវញើសបាន6ណាណែសម៉ោចទេសស៊ីអស់1សល់5ពង7ទៅពងមុនដំបងពងតិចអើយតិចពងបាន7ខាងនេះធំហើយបងប្អូនមួយប្រហែលជា1គីឡូខ្លះក្រម1គីឡូខ្លះ1គីឡូចាំកើតណាបងប្អូននេះបើគុំតែបញ្ចេញអស់មិនមែនតិចទេបងប្អូនជិត100ក្បាលแล้วតែដោយសារបញ្ចេញអស់ខ្ញុំបាទបញ្ចេញអស់ទៅនៅតិចតែនេះកំពុងតែកើតបណ្ដើវិញហើយបងប្អូននោះបាមួយបងប្អូនយ៉ាដេញឆែរបានេះទឹកធំថ្មីថ្មងដែរទឹកធ្វើបាដែរនេះបាមួយទៀតដែលកូនខ្មៅគឺបានេះឯងនេះបាជ្រេះបាច្រើនដែរបា2ណានេះចាំតិចទៅវាយ៉ាងណាក៏បានដោះស្រាយជីវភាពគ្រួសារយើងដែរมันល្អដែលឆាប់ធំឃើញតែភាសាអីខែផ្សារមានប៉ុន្តែវាអត់ទាន់មានទឹកទៅมันវាអត់ទាន់អីបងប្អូនអត់ទាន់ជ្រោចទឹកមើលតែទឹកបន្តិចអាចជ្រោចទឹកទៀតហើយបងប្អូនភ័យទៅនឹងការទឹកឡើងទេបងប្អូនទឹកឡើងទៅវាពិបាកក្នុងការរកចំណីផងពិបាកសពបាក់គ្រប់នៃបងប្អូនឲ្យតាខែទឹកឡើងកាលនេះមិនចេះតិចដោយសារភ្លៀងធ្លាក់ខ្លាំងព្យុះនោះបងប្អូនសាយូពង30 40 60ពងអត់ញើសបងប្អូនញើសអត់រួចដោយសារប៉ះទឹកភ្លៀងព្យុះពេកដេញយកឲ្យបាំងបានបងប្អូនអើយស្ដាយដៃមិននេះទឹកញើសតិនបានមួយអាទិត្យផងញើសបានមួយអាទិត្យហើយមានអីបងប្អូនតិនបានផងមើលមេបណ្ដើចេញរកស៊ីបានយើងដាក់ចំណីក៏ធំវាតនើមនេះថាក្រកទៅដាក់ចំណីវាព្រឹកតែមិនទាន់បានដាក់ផងបណ្ដើកូនចេញមកក្រៅបានចើតកួនបន្ទាប់ពីចំណីរួចនាំកូនទៅចើតកួនបណ្ដើកូនចើតកួនស៊ីនេះនៅចំណៃលសក់កបោះណាមិននាំគ្នាមកស៊ីទេនាំគ្នាទៅនាំតខាន់ហែងទៅនាំគ្នាតខាន់នេះចំណៃនៅខាន់នេះឡើងសក់កបោះណាមកមកចំណៃឡើងដាក់ឲ្យមកកំប៉ុងគ្នាប៉ុណ្ណេះមុំហើយព្រោះតែមានមួយណាទៅនាំគ្នាតខាន់នោះហើយប្រងព្រាតមើលតំណាំតែគ្នាមានថាចេះចែកលេខចេះអីទេមើលដេញតំណាំគ្នាប្រងព្រាតញីបណ្ដើកូនដារូស៊ីឯនោះដារូ
តាមដប់តគួននោះកាយដប់តគួនបាទវីដេអូខ្ញុំបាទមានតែប៉ុណ្្នឹងទេបងប្អូនថ្ងៃនេះគឺបង្ហាញពីកម្មភាពការឲ្យចំណីនៅពេលព្រឹកបងប្អូនបើសិនជាបងប្អូនចូលចិត្តកុំភ្លេចចុច like subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗបន្ថែមទៀតបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទ